ព្រះអើយក្នុងព្រៃនេះមានខ្ញានសាហាវចូលមកពីអង្ការតាចាស់ទៅចាប់ជំរិតទេពអប្សរមកពីណាអុយងាប់ហើយអូកូនសិស្សសំណប់មកសំពាអីធំដុំម្លេះគូដណ្ដឹងដែលគ្រូណែនាំឲ្យពេញចិត្តអត់តាចាស់ទីបំផុតលោកធ្វើរឿងសមជាមនុស្សហើយនេះមិនមែនត្រឹមជាគូដណ្ដឹងទេនេះជាគូព្រេងទេពអប្សររបស់ខ្ញុំច្បាស់ណាស់ប្រពន្ធសម្លាញ់សូមលោកគោរពខ្ញុំផងខ្ញុំមិនបានមកមើលមុខគ្នាទេយកហើយយកស្រីធម្មតាអញ្ចឹងហើយតែងតែអ៊ីនច្រើនមើលមុខគ្នារឿងធម្មតាទេពួកយើងនេះគេហៅថាស្នេហាដោយសេរីអូនសម្លាញ់ហត់អត់ស្រីទៅទេផ្លូវភ្នំនេះពិបាកដល់ណាស់មែនទេបើមិនចឹងឲ្យបងពោទៅសាច់ដុំបងរឹងមុំខ្លាំងណាស់លោកគ្រូសិនចុះគ្រូពេទ្យទេពដែលលោកនិយាយនៃណាជំងឺលោកតាខ្ញុំមិនអាចពន្យាពេលបានទៀតទេកញ្ញាស៊ូកុំទាន់ឲ្យស្លន់ស្លោនៅឆ្ងាយជើងមេឃតែចិត្តនៅនឹងភ្នែកគឺគេនឹងហើយមេកុំស៊ូក្មួយកុំបារម្ភជំងឺលោកតាក្មួយលើលោកនេះមានតែសិស្សខូចរបស់ខ្ញុំម្នាក់គត់ដែលអាចព្យាបាលបានលីនហ្វុងអញចុះក្នុងកំដរនាងមួយជើងទៅបើព្យាបាលមិនជាកុំត្រឡប់មកវិញឲ្យសោះធានាថាធ្វើឲ្យបានសម្រេចអូនសម្លាញ់ប្រយ័ត្នជើងយីថ្មដុំនេះគ្មានភ្នែកមើលសោះចង់ចំពុកជើងទេពអប្សរខ្ញុំហើយលោកតាពិតជាវង្វេងមែនឲ្យខ្ញុំមកព្រៃជ្រៅបែបនេះមករកគ្រូពេទ្យទេពស្អីទៅតានេះឈួតលប់រីឯកូនសិស្សរឹតតែជាជនពៀខូចខើបើគុំតែពេទ្យនៅក្រុងជាងឆឹងអស់ផ្លូវព្យាបាលខ្ញុំគ្មានថ្ងៃផ្ញើក្តីសង្ឃឹមលើមនុស្សបោកប្រាស់បែបនេះឡើយអូនសម្លាញ់ផ្កានេះសុំនឹងអូនឥតទាស់កុំហៅខ្ញុំថាប្រពន្ធខ្ញុំឈ្មោះស៊ូឈីងលីងពួកយើងគ្រាន់តែជាទំនាក់ទំនងជួបគ្នាទេបានតាស៊ូឈីងលីងប្រពន្ធសម្លាញ់ឡើងឡានអូនសម្លាញ់សាក់ញ៉ាំអានឹងទៅធម្មជាតិសុទ្ធសាធគ្មានជាតិគីមីទេល្អជាងថ្នាំបំពន់នៅទីក្រុងឆ្ងាយណាស់ក្រាបចុះមានរឿងអីហ្នឹងហ៊ានប៉ះពាល់ប្រពន្ធអញរោគស្លាប់ហើយអូនសម្លាញ់កុំខ្លាចមានប្តីនៅទីនេះហើយទោះស្ដេចយមរាជមកក៏យកអូនទៅមិនបានដែរនេះគៀតក៏នៅឆ្ងាយរយម៉ៃគេប្រាំចូលតែពី3ដើមក៏កំចាត់បានគេជាមនុស្សបែបណាឲ្យពិតប្រាកដទៅមេភារកិច្ចបរាជ័យហើយនៅក្បែរគោលដៅមានមនុស្សជាងខ្លាំងជាកំពូលអ្នកប្រើអាវុធសម្ងាត់ចឹងអនុវត្តផែនការបំរុងទៅចំណែកតាចាស់នោះខាងនោះប្រហែលជាទ្រាំមិនបានយូរទៀតទេអំបាញ់មិញលោកប្រើអាវុធសម្ងាត់អីអាវុធសម្ងាត់ស្អីទៅត្រឹមជាចូលកំពេចកំប៉ុកពី3ដើមតែរៀនប្រើពេលដេញចាប់ទន្សាយព្រៃតាបើអូនចូលចិត្តថ្ងៃក្រោយបងនឹងចាប់មកឲ្យពី3ក្បាលមិនប្រាប់ក៏ហីទៅកុំហៅខ្ញុំថាប្រពន្ធបានហើយឈីងលីងប្រពន្ធសម្លាញ់អូយឈីងលីងនេះជាគ្រូពេទ្យទេតែអញខំទៅអញ្ជើញពីលើភ្នំមកមែនទេស្លៀកពាក់ដូចអ្នកសុំទានបែបនេះប្រហែលជាគ្រូពេទ្យបោកប្រាស់ទេដឹងពិតមែនហើយខ្លួនប្រានធំក្លិនអីក៏អាក្រក់ម្លេះឈីងលីងលោកតាអញជាសទ្រូងនៃត្រកូលស៊ូអញចេះតែរើសអាអ្នកស្រ័យគ្មានប្រភពមកចង់សម្លាប់លោកតាដើម្បីលេបយកទ្រព្យសម្បត្តិម្នាក់អញមែនទេឲ្យគ្មានជំរឿទេមនុស្សសង្ហាពេកងាយនឹងធ្វើឲ្យគេចំណេញណាស់អ្នកមីងម្នាក់នេះម្សៅមុខប្រេះអស់ហើយថែមទាំងក្រៅក្នុងជើងឆាប់ខ្លាំងបើនៅតែស្រែកលោឡាបែបនេះទៀតងាយនឹងខូចអស់មុនណាអស់រដូវមុនអាយុឥឡូវហើយអញហៅអ្នកណាថាមីងហើយចុះអាប់អូនប្រុសសោយកម្លាំងម្នាក់នេះវិញរងវងភ្នែកខ្មៅជាងទុនគ្មានកម្លាំងកំហែងយកមិញប្រហែលជាលេងខ្លួនខ្លាំងណាស់ហើយមើលទៅខ្ញុំមើលទៅក្រលៀនអញចិត្តខូចប្រាលេងកាត់ហើយអញចង់ងាប់មែនទេមនុស្សណែណាដេញវាចេញទៅលោកប្រុសមិនល្អទេលោកម្ចាស់ធំគាត់ធ្លាក់ឈាមហើយលោកតាអ្នកនាងស៊ូស្រីរៀងលោកម្ចាស់ធំខូចអស់ហើយគាត់ទ្រាំលេងបានទៀតហើយព្រៀមរៀបចំពិធីបុណ្យទៅមិនអាចទេម្សិលមិញនៅល្អសោះមិនក៏ស្រាប់តែខ្លាយជាបែបនេះថយចេញទៅមួយចំហៀងអញធ្វើស្អីហ្នឹងអាល្ងងមកពីណាហ៊ានមកញ៉ៃញ៉ៃនៅទីនេះស្ដេចយមរាជចង់យកជីវិតលោកនៅម៉ោង3លីនហ្វុងខ្ញុំនឹងទុកជីវិតលោកតាដល់ម៉ោង5នេះជាក្បួនមកចូលទ្វារខ្មោចទាំង13ដែលបាត់បង់មែនទេមិនអាចទេ3 2 1ស្ដេចយមរាជចង់យកជីវិតនៅម៉ោង3លីនហ្វុងខ្ញុំទុកជីវិតដល់ម៉ោង5 3 2 1ដឹងខ្លួនហើយអាគ្រូពេទ្យកំហូចឯងធ្វើឲ្យប៉ាខ្ញុំស្លាប់មនុស្សណែណាចាប់វាភ្លាមខ្ញុំត្រូវឲ្យវាសងជីវិតអព្រះអើយលោកម្ចាស់ធំត្រូវអាគ្រូពេទ្យខ្លាញ់នេះសម្លាប់ហើយឈីងយីងនេះឬគ្រូពេទ្យពូកែដែលឯងរកមកនោះឯងមានចិត្តនាស្អីឲ្យប្រាកដបើភ្នែកឆ្កែរបស់អ្នកទាំងអស់មើលឲ្យច្បាស់ទៅថាឈាមនៅលើដីនេះពណ៌អ្វីក្លិនស្អុយឈួរពេញច្រមុះនេះជាឈាមពោលលោកម្ចាស់ធំមិនត្រឹមតែខ្សោយសរីរាង្គទេក្នុងខ្លួនថែមទាំងកកុញពីសត្វជាច្រើនឆ្នាំមកហើយបើមិនក្អួតឈាមពោលនេះចេញមកទេទោះជាទេវតាក៏ជួយមិនរស់ដែរកុំមកនិយាយបោកប្រាស់ភូតភរនៅទីនេះមនុស្សស្លាប់ទៅហើយឯងនៅចង់ប្រកែកទៀតឬវាឲ្យខ្ញុំឆ្លោះគ្នាស្អីតាចាស់ម្នាក់នេះមិនទាន់ស្លាប់ទេអាពូតហាច់នេះជាវិជារបស់ទេវតាហើយកំពុងតែប្រសើរឡើងសញ្ញាជីវិតទាំងអស់បានវិលមករកសភាពធម្មតាវិញហើយអូនប្រុសមិនមែនទេគឺលោកគ្រូពេទ្យទេអរគុណលោកគ្រូពេទ្យដែលបានជួយជីវិតខ្ញុំប្រពន្ធសម្លាញ់ស្នាដៃប្តីឯងម្នាក់នេះអស់ចាទេឈីងយីងមុននេះឯងថាក្រុមឯងជួបឃាតករនៅជើងភ្នំមែនទេចាស់បើសិនជាលីនហ្វុងមិនរហ័សដៃរហ័សជើងទេគុំប្រហែលជាគ្មានថ្ងៃបានត្រឡប់មកវិញទេពិតជាក្លិនមែនកណ្ដាលវាលកណ្ដាលថ្ងៃត្រង់ហ៊ានប៉ះពាល់មនុស្សតកោស៊ូផងមើលទៅប្រហែលជាមានអ្នកឃើញខ្ញុំចិត្តស្លាប់ទើបប្រញាប់ចង់ដណ្ដើមអំណាចហើយលោកគ្រូពេទ្យលីនអញមិនត្រឹមតែមានក្បួនពេទ្យពូកែដូចទេក្បាច់គុណក៏ខ្លាំងពូកែទៀតផងតាចាស់ម្នាក់នេះមានរឿងមួយចង់សុំពឹងពាក់លោកតាមានអ្វីចង់និយាយសុំនិយាយទៅតែមិនខ្ជិលលុយខ្ញុំគឺបានហើយហាខ្ញុំចង់ជួលឯងធ្វើជាអង្គរៈផ្ទាល់ខ្លួនរបស់ឈីងយីងប្រាក់ខែ1ឆ្នាំ1លានខ្ញុំមិនត្រូវការអង្គរៈទេរឹតតែមិនត្រូវការមនុស្សព្រាននារីម្នាក់នេះប្រពន្ធសម្លាញ់និយាយបែបនេះមិនត្រូវទេណាអង្គរៈខាងក្រៅឯណាអាចយកចិត្តដូចប្តីបានខ្ញុំមិនត្រឹមតែអាចរងគ្រាប់កាំភ្លើងជំនួសបានទេថែមទាំងអាចជួយកម្ដៅភួយបានទៀតពិតមកទៅសម្រេចតាមនឹងចោះលីនហ្វុងជីវិតរបស់ជីងលីងទុកលើឯងហើយ
បានបាទទីនេះថាបំពេញភារកិច្ចឲ្យបានល្អបងទី2អាព្រើនេះផុសចេញពីណាមិនត្រឹមតែបំបែកផែនការបំពោរបស់យើងឥឡូវថែមទាំងមកការពីស៊ូជីងលីងជាប់ខ្លួនទៀតស្លន់ស្លោធ្វើអីហេះគ្រាន់តែជាអាចោប្រៃចេញពីភ្នំម្នាក់សោះប្រាប់ទៅខាងនោះទៅបើលេងចំហមិនកើតក៏លេងដើម្បីចុកខ្វាក់វិញគម្រោងអធិរិទ្ធឈឿងយ៉ាងត្រៀមប្រមូលសំណាញ់យល់ហើយលើកនេះធានាថានឹងធ្វើឲ្យស៊ូជីងលីងរលីគេឈ្មោះមិនខានលោកស្រីអគ្គនាយកស៊ូមិនស្រួលទេតម្លៃដេញថ្លៃសម្ងាត់នៃគម្រោងអធិរិទ្ធឈឿងយ៉ាងត្រូវបានបែកធ្លាយហើយឯងថាម៉េចតម្លៃចុងក្រោយដែលក្រុមហ៊ុនអចលនទ្រព្យសិនដាក់ដេញទាបជាងតម្លៃបាតរបស់យើងត្រឹមតែ1លានប៉ុណ្ណោះតម្លៃនេះមានមនុស្សដឹងតែ3នាក់ប៉ុណ្ណោះថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងក្រុមហ៊ុនមានជនក្បត់ហើយលោកស្រីអគ្គនាយកស៊ូអ្នកប្រុសស៊ឿនហ៊ឺនៃក្រុមហ៊ុនសិនគ្នាប៉ុន្មានអ្នកសម្រាប់ចូលមកគេឡើងចិនដាយយន្តមកហើយមើលទៅមិនស្រួលទេប្រាប់តំណាងទាំងអស់ដែលពាក់ព័ន្ធនឹងគម្រោងអធិរិទ្ធភ្លាមឲ្យមកប្រជុំនៅបន្ទប់ប្រជុំលេខ1ជាបន្ទាន់ខ្ញុំទៅឥឡូវនេះអូហូបអូនស្រីឈីងលីងនិយាយថាតម្លៃដេញថ្លៃរបស់ក្រុមហ៊ុនស៊ូអញបែកធ្លាយហើយមែនទេហ៊ឺអញថោកទាបណាស់ប្រើល្បិចចុកខ្វក់ថោកទាបបែបនេះតើពូកែអីទៅលុំចិត្តឲ្យធ្វើជាប្រពន្ធចុងខ្ញុំស្រួលបួទៅខ្ញុំនៅអាចទុកបាយឲ្យអញស៊ីបានខ្លះអាសាច់ស្លេកម្នាក់នេះអញចេញពីផ្ទះភ្លេចលេបថ្នាំមែនទេអញជាស្អែកសន្តិសុខនៃ1ទៅនៅនៃភូមិសាស្ត្រคล้ายៗតំបន់ស៊ីមានរូងភ្នំក្រំដីថ្លៃដើមអញគិតខ្វះ20លានទី2ប្រើសម្ភារសំណងคล้ายៗពីក្រុមហ៊ុនខ្យល់ទី3លោកស្រីអគ្គនាយកស៊ូពួកយើងកងទ័ពតកោស៊ូដោយគ្មានលក្ខខណ្ឌចង់ទៅស៊ើបមើលថាអាចោស្រ័យស្លៀកឈុតសន្តិសុខនោះជាអ្នកណាបាទការដ្ឋានសាងសង់ខាងកើតក្រុងរបស់ត្រកូលស៊ូទៅបង្កបញ្ហាឲ្យខ្លាំងបំផុតខ្ញុំចង់ឲ្យស្រីម្នាក់ឈ្មោះស៊ូឈីងលីងនោះលុតជង្គង់អង្គខ្ញុំមានរឿងអីកើតឡើងដាច់ភ្លើងហើយលោកស្រីអគ្គនាយកស៊ូមានគេជួលលុយទិញដៃជើងអ្នកនាងបងប្អូនសម្រុកចូលទៅយកកណ្ដាលអធិទៅហើយនៅមិនឲ្យគេចេញពីធ្វើការទៀតប្រពន្ធសម្លាញ់បិទភ្នែករាប់ដល់10ទៅត្រូវចំ10វិនាទីល្មមមិនលើសម៉ោងទេមែនទេពីយូឡានកាច់សាហាវឃើញជាភ្លាមស្លាប់ផ្លែក៏ជាប់ចំណាត់ថ្នាក់លេខ9គួយឈឺមើលទៅទឹកនៅក្រុងជាងឈឹងច្រៅជាងខ្ញុំគិតទៅទៀតលោកតាស៊ូយល់ថាលោកតាកំពុងមិនស្រួលខ្លួនខ្ញុំកំផ្ញើគេរកទិញពីភ្នំឆាងប៉ៃសានបានមួយយ៉ាងសិនព្រៃអាយុកាលរាប់រយឆ្នាំយកមកបើកម្លាំងលោកតាធានលេឯងមានចិត្តណាស់ឈីងលីងអូនឯងមើលទៅស្គមជាងមុនត្រូវចេះសម្រាប់ផងណាត្រូវហើយនេះជាអង្គរៈរបស់ខ្ញុំឈ្មោះលីនហ្វុងអូតាមពិតគ្រាន់តែជាអង្គរៈថ្នាក់ទីម្នាក់សោះឈីងលីងមិនក៏អូនយកមនុស្សឆ្លើយបែបនេះមកទុកក្បែរខ្លួនគ្មានដឹងរបៀបរបបបន្តិចសោះណែអាល្អិតចៅហ្វាយកំពុងនិយាយអញមកស៊ីផ្លែប៉ំអីនៅទីនេះចេញទៅយាមខាងក្រៅទៅឯងជាស្អីគេហ៊ានមករករឿងស្រែកឡូឡានៅផ្ទះប្រពន្ធយើងផងសូមណែនាំខ្លួនសារជាថ្មីខ្ញុំជាអង្គរៈផ្ទាល់ខ្លួនរបស់ឈីងលីងព្រមទាំងជាសង្សារពិតប្រាកដក្នុងពេលអនាគតឯងមានបញ្ហាអីឯងឈីងលីងនាងហ៊ានទៅស្និទ្ធស្នាលជាមួយមនុស្សបម្រើផងល្អណាស់អង្គរៈថោកទាបអញហ៊ានដណ្ដើមស្រីជាមួយយើងផងសិនហ៊ឺមែនទេខ្ញុំចាប់ធានលេងនេះអញថានឹងចាត់ការអង្គរៈត្រកូលស៊ូនោះរកខ្ញុំម្នាក់ផងខ្ញុំចង់ឲ្យវាដឹងដៃខ្ញុំម្ដងបងប្អូនទាំងអស់គ្នាត្រកូលស៊ូសំបីតែលុយទិញយ៉ាត់ក៏គ្មានដែរសំបីស៊ីម៉ងក៏គ្មានលុយទិញដែរនេះសុទ្ធតែជាលុយកម្លាំងញើសឈាមយើងទីរមកវិញលេងបានហើយរួមដៃគ្នាដន្ទីទោសអ្នកអភិវឌ្ឍគ្មានបេះដូងអ្នកទាំងអស់គ្នាសូមស្ងប់ចិត្តសិនខ្ញុំជាប្រធានក្រុមហ៊ុនគ្រប់ស៊ូស៊ឺស៊ូឈីងលីងលំហូរសាច់ប្រាក់របស់ស៊ូស៊ឺមិនមានបញ្ហាអ្វីតតែសោះលុយថ្លៃសំណងម្សិលមិញបានផ្ទេរចូលកាន់នីមេការសំណងរួចហើយនិយាយក្តេកដាមេការរត់បាត់ទៅហើយនាងមកបោកពួកយើងទេពួកយើងចូលទៅខ្ញុំមិនទាន់ស្លាប់ទេមែនទេចេញឲ្យឆ្ងាយទៅកុំខ្លាចមានប្តីនៅទីនេះហើយបើកភ្នែកមើលឲ្យច្បាស់ទៅស្នាមកាត់កន្លឹះរន្ទានេះរលោងស្មើបែបនេះច្បាស់ណាស់គឺមានគេលួចអាផ្ដាច់ទុកជាមុនហើយជញ្ជាំងតទម្ងន់នៅខាងនោះទៀតគុណភាពស៊ីម៉ងគឺគ្រប់តាមស្តង់ដារទាំងអស់តាមមកពីណាជារបស់អង្គគុណភាពនោះអាពូចង្រៃយកកំណើតប៉ុណ្ណឹងហើយនៅមិនងាប់ទៀតទៅរកមនុស្សបង្ហោះព័ត៌មានលើអនឡាញឲ្យក្រៅភ្លាមប្រាប់គេថាលីនហ្វុងជាតារាចង្រៃនាំទុកទៅដល់ណាគឺវិនិច្ឆ័យដល់នោះនាំតែសំណាងអាក្រក់មកឲ្យត្រកូលស៊ូលើកនេះសំណាងល្អទើបធ្វើឲ្យស្រីម្នាក់នោះស៊ូឈីងលីងរួចផុតមួយគ្រាប៉ុន្តែកម្មវិធីជប់លៀងអគុណអតិថិជនប្រចាំឆ្នាំរបស់ស៊ូស៊ឺចិត្តនឹងរៀបចំហើយឡើយជាលើកនេះត្រូវតែធ្វើឲ្យស៊ូស៊ឺខូចកេរ្តិ៍ឈ្មោះរលីទាំងស្រុងអ្នកទាំងអស់គ្នាមើលចុះពេលនេះនៅលើអ៊ីនធឺណិតគេល្បីពេញទឹកពេញដីថាលីនហ្វុងជាតារាចង្រៃតាំងពីគេមកស៊ូស៊ឺមិនត្រឹមតែគម្រោងធំស្ទើរតែរបូតបាត់ទេការដ្ឋានសំណងក៏សឹងតែកើតមានមនុស្សស្លាប់ទៀតពិតមែនហើយម្នាក់នេះចង្រៃខ្លាំងណាស់ទុកទៅច្បាស់ជាមានតែរឿងក្តៅក្រហាយឈីងលីងដើម្បីត្រកូលស៊ូត្រូវតែបណ្ដេញតារាចង្រៃនេះចេញភ្លាមលីនហ្វុងមិនត្រឹមតែជួយជីវិតលោកតាទេថែមទាំងជួយក្រុមហ៊ុនដោះស្រាយវិបត្តិបានទៀតអ្នកណាហ៊ានប៉ះពាល់គេគឺចាត់ទុកថាជាស្ត្រូវជាមួយខ្ញុំស៊ូឈីងលីងហើយរឿងលើអ៊ីនធឺណិតពិតខ្លះខ្លាំងខ្លះទេចាំបាច់ដល់ថ្នាក់ដេញមនុស្សចេញដែរឬអញឈួតហើយមែនទេបានជាជួយនិយាយកាន់ជើងអ្នកក្រៅហើយអ្នកមីងសំដីមនុស្សគ្មានខួរលើអនឡាញក៏អ្នកមីងជឿដែរខ្ញុំនេះជាមនុស្សនាំសំណាងច្បាស់ក្រឡែតបើអ្នកមីងនៅតែខឹងបែបនេះទៀតថ្នាំកែសម្ផស្សលើមុខច្បាស់ជាធ្លីអស់មិនខានឯងអាមនុស្សមិនដឹងស្លាប់មិនដឹងរស់មេឃាតកលុយបានផ្ទេរចូលកាន់នេះឯងហើយថ្ងៃស្អែកក្នុងពិធីជប់លៀងអគុណអតិថិជនរបស់ស៊ូស៊ឺខ្ញុំចង់ឃើញឈាមអ្នកទាំងអស់គ្នាកុំចាញ់បោកគេស៊ូស៊ឺប្រាសុទ្ធតែសម្ភារសំណងកាក់សំណល់អតិថិជនចូលទៅរស់នៅសុទ្ធតែលេខទឹកជារៀងរាល់ថ្ងៃជាងប្រែបាយស្រុតចុះមកស្ងាត់ស្ងៀមសិន
សូមអ្នកទាំងអស់គ្នាស្ដាប់ខ្ញុំបកស្រាយនេះតែខាត់មិនមែនជាសម្ភារសំណងរបស់ស៊ូទេសម្ភារសំណងត្រកូលស៊ូលជារបស់ខ្លែងថោកទាបបំផុតនៅលើទីផ្សារសូម្បីតែអ្នកផ្គត់ផ្គង់កម្រិតទាបរបស់ត្រកូលស៊ូក៏មិនប្រើផងអ្នកទាំងអស់គ្នាមើលឲ្យច្បាស់ទៅលុយដែលត្រកូលសិនឲ្យឯងលើមកឲ្យឯងជាប់គុកបានប៉ុន្មានឆ្នាំដែរហា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 សមត្ថភាពត្រឹមប៉ុណ្ណឹងក៏ហ៊ានមកប៉ះពាល់ប្រពន្ធខ្ញុំដែរបងឈួតឲ្យមែនទេបានជាយកដៃទៅរោងផ្លែដៅបែបនេះហូរឈាមច្រើនដល់ម្លឹងកុំខ្លាចប្តីស្បែកក្រាស់ណាស់របួសតិចតួចប៉ុណ្ណឹងជារឿងតូចតែទេបិទមកទៅមកតាមខ្ញុំទៅរោងរបួសភ្លាមប្រធានស្រីទឹកក៏យំភ្នែកក្រហមបែបនេះមើលទៅគួរឲ្យអាណិតស្រឡាញ់ណាស់តើនៅមានមុខមកសាច់ចេញទៀតចុះបើកម្មពិតនោះមានជាពលទៅគិតយ៉ាងម៉េចបើមានពលមែនក៏ខ្ញុំសុខចិត្តដែរតែថាអូនសម្លាញ់ជាតិអាល់កុលនេះផ្សារខ្លាំងណាស់ឈឺស្ទើរតែស្លាប់ហើយចុះត្រូវធ្វើម៉េចទៅចាំខ្ញុំទៅហៅពេទ្យមកចាក់ថ្នាំស្ពឹកឲ្យមិនបាច់ពិបាកទេគ្រាន់តែអូនផ្លុំឲ្យបងតិចផ្លុំឲ្យបងទៅគឺលេងឈឺហើយកម្មវិធីដែលគេទៅប្រើជាទំនិញពិសេសពីបណ្ដាញពុកសុំនឹងសិទ្ធិផ្ទៃក្នុងដែលបែកធ្លាយតម្លៃដេញថ្លៃមុននេះចាងយានអនុប្រធានរបស់អូនមានការសង្ស័យខ្លាំងជាងគេពូចាងគាត់ជាមនុស្សចាស់ដែលតស៊ូជាមួយលោកដារបស់ខ្ញុំណាមនុស្សចាស់ទើបលោកក្បត់បានថ្លៃខ្ពស់បើមិនជឿយប់នេះយើងសាកល្បងគាត់មើលខ្ញុំបានបង្កប់ប្រព័ន្ធតាមដានក្នុងឯកសារនេះរួចហើយឲ្យតែមានអ្នកលួចចម្លងវានឹងរត់អាសន្នភ្លាមយប់នេះយើងនឹងចាប់កណ្ដុរក្នុងកមឲ្យបានធ្វើកិច្ចការមួយនេះចប់លុយ50លានដែលស៊ូចិនសន្យាឲ្យនឹងបានមកដល់ដៃហើយដល់ពេលនោះរត់ទៅរស់នៅក្រៅប្រទេសភ្លាមលោកអនុប្រធានចាងយប់ជ្រៅហើយធ្វើការថែម៉ងអីទៀតអាយុច្រើនប៉ុណ្ណឹងហើយមិនខ្លាចគៀងបេះដូងស្លាប់នៅកន្លែងធ្វើការទេហេប្រធានស៊ូខ្ញុំស្រាប់តែនឹកឃើញថាមានឯកសារមិនទាន់ចាត់ចែងរួចរាល់ឈប់សម្ដែងទៅការសម្ដែងរបស់អ្នកសំបីតែទូកំពេចកំប៉ុកក៏មិនស្មើផងឯងមិនដឹងទេហេថាពេលនេះឯងកំពុងនៅបន្ទប់ប្រធានក្រុមហ៊ុនឯងឡើងធ្វើជាប្រធានតាំងពីពេលណាចាងយានគ្រូសាស៊ូមិនដែលធ្វើបាបឯងទេហេតុអ្វីបានជាឯងក្បត់ក្រុមហ៊ុនប្រធានស៊ូខ្ញុំដឹងខុសហើយខ្ញុំត្រូវគេបង្ខំទេគឺពួកគេយកបំណុលល្បែងកូនប្រុសខ្ញុំនៅក្រៅប្រទេសមកគៀបសង្កត់ខ្ញុំបើខ្ញុំមិនព្រមធ្វើកូនប្រុសខ្ញុំនឹងត្រូវវិនាសមួយជីវិតហើយពួកគេជាអ្នកណាចាប់ប្រាប់មកគឺស៊ូឆាប់និយាយមកអស់សង្ឃឹមហើយគេសម្រាប់បំបិតមាត់បាត់ទៅហើយពួកកញ្ជ្រោងចាស់នេះពិតជាដៃដាច់មែនចាងយានឲ្យចាងយានធ្វើការជាមួយគ្នា20ឆ្នាំមិននឹកស្មានថាគាត់ធ្វើរឿងបែបនេះសោះស៊ីបាយក្នុងផ្ទះជុំលើដំបូលហើយថែមទាំងរត់គេចខ្លួនយកតែរួចខ្លួនទៀតបងស្រីកុំបារម្ភអីលោកអ៊ំច្បាស់ជាសហការជាមួយប៉ូលីសដើម្បីវែកមុខរកការពិតឲ្យឃើញតាចាស់ចង់សម្ដែងក៏សម្ដែងទៅចុះចាំមើលពេលកន្ទុយកញ្ជ្រោងចេញមកខ្ញុំនឹងបកស្បែកឯងចោលពួកអត់បានការសុទ្ធតែជាពួកអត់បានការទាំងអស់សូម្បីតែសន្តិសុខម្នាក់ក៏កំចាត់មិនបានផងភិកហ៊ុនត្រកូលស៊ូថ្ងៃនេះឡើងថ្លៃទៀតហើយប៉ាអាលីនហ្វុងនោះចម្លែកខ្លាំងណាស់ធ្វើដៃវាពិតជាគួរឲ្យខ្លាចណាស់លោកប្រធានសិនកុំទាន់ខាងអីបើខៀទុកធម្មតាកំចាត់វាមិនបានទុកឲ្យខ្ញុំចេញមុខវិញម្ដងឲ្យតែលុយគ្រប់ចំនួនខ្ញុំនឹងធ្វើឲ្យវាមិនបានឃើញថ្ងៃស្អែកឡើយល្អយេសៀវឲ្យតែឯងសម្រាប់លីនហ្វុងបានខ្ញុំនឹងឲ្យលុយឯងទ្វេដងមិនក៏ដាច់ភ្លើងអញ្ចឹងមានចិត្តណាសម្រាប់ឡានចាក់សំពីលេងអ្វីក៏កុំចេញមកឲ្យសោះហាហាហាស្មានតែជាអ្នកណាដែលខ្លាំងពូកែម្លេះតាមពិតគឺអញសោះស្វៀនយីងពាក់របាំងមុខចិត្តល្អណាស់តើយ៉ាងម៉េច5ឆ្នាំមុនត្រូវខ្ញុំកាត់ដៃខាងឥឡូវបំពាក់ដៃសិបនិមិត្តគិតថាខ្លួនអញខ្លាំងឡើងវិញហើយមែនទេថ្ងៃនេះអញនឹងយកក្បាលឯងមកសែនដៃដាច់របស់អញសម្រាប់វាឲ្យឯងប្រពន្ធសម្លាញ់មើលប្តីសម្ដែងរត់ទៅឲ្យច្បាស់ណាស់ចង់ងាប់មែនទេទៅងាប់ទៅមិនព្រមលេងដៃទេឆ្កែចាស់ឯងចេះតែលួចវីឆ្មក់ពីក្រោយទេហើយអ្វីបានជាហូរឈាមច្រើនយ៉ាងនេះពួកយើងត្រូវទៅពេទ្យហើយត្រូវប្តឹងប៉ូលីសភ្លាមទៅពេទ្យអីមិនបាច់ទៅទេសូមបងប្អូនជួយ comment ពាក្យតនិងជួយចុច follow page like share និង comment ឲ្យ admin ផងដើម្បីឲ្យ admin ពេជ្រខ្មៅមានកម្លាំងចិត្តដាក់រឿងសម្រាយឲ្យជារៀងរាល់ថ្ងៃអរគុណសម្រាប់ការតាមដាននិងស្រឡាញ់ចូលចិត្ត